បាទសូមជម្រាបសួរវីដេអូនេះខ្ញុំនឹងបង្ហាញពីការគ្រប់គ្រងព័ត៌មានអតិថិជននៅលើប្រព័ន្ធគ្រប់គ្រងការលក់របស់យើងបាទអញ្ចឹងការគ្រប់គ្រងព័ត៌មានអតិថិជនហ្នឹងគឺយើងអាចធ្វើការបង្កើតនៅព័ត៌មានអតិថិជនថ្មីយើងអាចគ្រប់គ្រងព័ត៌មានអតិថិជនចាស់ៗរបស់យើងបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរខ្ញុំសូមចូលនៅក្នុង system បាទនេះជាផ្ទាំង system របស់យើងបន្ទាប់ពីយើងបញ្ចូល user password ណាបាទយើងមានមុខងារជាច្រើនបាទទៅតាមមុខងារមួយៗចឹងទៅបាទអញ្ចឹងការគ្រប់គ្រងព័ត៌មានអតិថិជនគឺយើងចូលកន្លែង manage customer បាទអញ្ចឹង manage customer របស់យើងគឺមានដូចជា new customer ស្មើនឹងបង្កើតព័ត៌មានអតិថិជនថ្មី customer list ស្មើនឹងព័ត៌មានអតិថិជនដែលយើងបានបង្កើតឬក៏ព័ត៌មានអតិថិជនចាស់ៗរបស់យើងគឺនៅក្នុងនេះទាំងអស់យើងអាចធ្វើការមើលនៅព័ត៌មានលម្អិតរបស់គាត់យើងអាចធ្វើការលុបព័ត៌មានរបស់គាត់ក៏បានដែរបើសិនជាគាត់មិនតមានប្រវត្តិការហើយយើងក៏អាចធ្វើការកែប្រែនៅព័ត៌មានអតិថិជនរបស់យើងបានដែរបាទឥឡូវខ្ញុំធ្វើការបង្កើតព័ត៌មានអតិថិជនថ្មីអញ្ចឹងខ្ញុំចូលកន្លែង new customer បាទអញ្ចឹងចូលដល់ផ្ទាំងនេះគឺប្រព័ន្ធតម្រូវឲ្យយើងបញ្ចូលនៅព័ត៌មានអតិថិជនថ្មីរបស់យើងបាទអញ្ចឹងព័ត៌មានអតិថិជនយើងមានដូចជាលេខវ៉ាទីនបាទបើសិនជាគាត់មានយើងបញ្ចូលជាក់ស្ដែងមកបើសិនជាអត់មានក៏អត់ជាបញ្ហាដែរបាទហើយលេខវ៉ាទីនហ្នឹងគឺយើងចាប់ចូលនៅក្នុង invoice របស់យើងណា invoice តាក់របស់យើងហ្នឹងបាទហើយលេខfield របស់ customer name បាទយើងបញ្ចូលឈ្មោះ customer របស់យើងបាទខ្ញុំដាក់ថាសុកច័ន្ទណាបាទសុកច័ន្ទណាហើយរបស់គាត់គឺភេទរបស់គាត់គឺស្រីបាទលេខទូរស័ព្ទរបស់គាត់ខ្ញុំបញ្ចូលលេខទូរស័ព្ទរបស់គាត់ជាក់ស្ដែងមកហើយតាក់យើងមានអត់បើសិនជាមានតាក់យើង select ជាក់ស្ដែងបើអត់ទេយើងមិនបាច់ select ក៏បានដែរ payment term គឺសំដៅដល់យើងអនុញ្ញាតឲ្យគាត់ចាប់ពាក់យើងណាបាទនៅពេលដែលលក់ទៅយើងអនុញ្ញាតឲ្យគាត់ចាប់ពាក់មួយថ្ងៃ7ថ្ងៃ14ថ្ងៃ30ថ្ងៃឬក៏60ថ្ងៃចឹងទៅចំណុចហ្នឹងបើសិនជាអត់មានយើងមិនបាច់ select ក៏បានដែរនេះគឺអាស័យដ្ឋានរបស់គាត់ទេយើង select មកគាត់នៅខេត្តណាគាត់នៅស្រុកណាឃុំណាភូមិណាចឹងទៅបាទនេះ profile របស់គាត់បើសិនជាមានយើង upload ចូលមកហើយនេះអាស័យដ្ឋានលម្អិតអាស័យដ្ឋានលម្អិតហ្នឹងគឺសំដៅដល់អាស័យដ្ឋានលម្អិតរបស់គាត់រហូតដល់គាត់នៅផ្ទះលេខប៉ុន្មានគាត់នៅផ្លូវលេខប៉ុន្មានណាបាទនេះយើងអាចបញ្ចូលលម្អិតនៅកន្លែងហ្នឹងបានឥឡូវខ្ញុំថាគាត់នៅផ្លូវផ្ទះលេខ31បាទហើយគាត់នៅផ្លូវលេខប៉ុន្មានហ្នឹងទៅអានេះយើងបញ្ចូលលម្អិតចឹងណាបាទយើងអាចបញ្ចូលលម្អិតចឹងបានមាន note ទេបើមាន note យើងបញ្ចូលជាក់ស្ដែងមកអញ្ចឹងការបង្កើតព័ត៌មានអតិថិជនគឺមានប៉ុណ្ណឹងយើងបញ្ចូលព័ត៌មានលម្អិតប៉ុណ្ណឹងទៅយើងចុចរក្សាទុកកន្លែងនេះបាទនេះអញ្ចឹងវា load ជោគជ័យអញ្ចឹងមានន័យថាការបង្កើតព័ត៌មានអតិថិជនរបស់យើងគឺទទួលបានជោគជ័យនេះអតិថិជនដែលយើងបានបង្កើតមិញមានលេខកូដរបស់គាត់កាលនេះវារត់អូតូទេបាទលេខវ៉ាទីនដែលយើងបានបញ្ចូលស័យដ្ឋានគាត់មួយចំនួនអញ្ចឹងទៅបាទអញ្ចឹងវីដេអូបង្ហាញពីការគ្រប់គ្រងព័ត៌មានអតិថិជនគឺមានប៉ុណ្ណឹងបាទសូមអរគុណ